ថ្ងៃនេះយើងនឹងពិភាក្សាអំពីជំនាញដែលសំខាន់ដែលអ្នកដឹកនាំរឿងត្រូវការដឹកនាំរឿងមិនមែនគ្រាន់តែជាការបញ្ជាទេអ្នកដឹកនាំរឿងត្រូវមានជំនាញដឹកនាំក្រុមការងារចេះតំណែងចេះស្ដាប់យោបល់អ្នកដទៃនិងចេះដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពក្រៅពីនេះត្រូវមានទេពកោសល្យច្នៃប្រឌិតនិងចក្ខុវិស័យដ៏មុតស្រួចយើងត្រូវប្រមូលស្នាដៃដែលយើងបានថតហើយយើងត្រូវប្រមូលទៅជា portfolio ដាក់ស្នើខ្សែភាពយន្តរបស់យើងទៅកាន់មហោស្រពនានាដើម្បីបង្ហាញទៅដល់ទស្សនិកជនឬក៏អ្នកជំនាញនៅក្នុងវិស័យមួយនេះបើសិនជាយើងអាចផុសស្នាដៃទាំងអស់ហ្នឹងទៅកាន់ Facebook YouTube ឬក៏ប្រព័ន្ធអ៊ីនធឺណិតផ្សេងៗទៀតធ្វើទៅកាន់អ្នកដឹកនាំរឿងវាមិនមែនជាតែស្រួលនោះទេអ្នកនឹងជួបនឹងការបដិសេធនិងឧបសគ្គច្រើនអ្វីដែលសំខាន់គឺកុំបោះបង់បន្តរៀនសូត្រពីបទពិសោធន៍នីមួយៗនិងព្យាយាមកែតម្រូវខ្លួនឯងឧស្សាហកម្មភាពយន្តតែងតែមានការផ្លាស់ប្ដូរដូច្នេះត្រូវបន្តរៀនសូត្រនិងអភិវឌ្ឍខ្លួនជានិច្ចជួបគ្នាវីដេអូក្រោយ